សម្ដេចតេជោ ហ៊ុន សែន បានកើតនៅថ្ងៃទី 5 ខែសីហា ឆ្នាំ 1952 នៅឃុំពាមកោសនា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ 1964 បានមករស់នៅក្នុងវត្តនាគវ័ននាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រទេវី នៅឆ្នាំ 1970 ពេលដែលកម្ពុជាត្រូវបានរុញច្រានឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយឆ្លើយតបចំពោះការអំពាវនាវរបស់សម្ដេចព្រះបាទសីហនុនាពេលនោះ ឲ្យប្រជាជនកម្ពុជាចូលរួមក្នុងសង្គ្រាមប្រឆាំងចក្រពត្តិនិយមនៅក្នុងវ័យ 18 ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូដែលក្រោយមកបានរំដោះប្រទេសនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 1975 មួយថ្ងៃមុនថ្ងៃជ័យជំនះ គឺថ្ងៃទី 16 មេសា ឆ្នាំ 1975 សម្ដេចតេជោ ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង ពេលបានជាសះស្បើយបន្ទាប់ពីការព្យាបាលអស់ពេលជាយូរខែ សម្ដេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ ប៊ុនរ៉ានី សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុនរ៉ានី មានកូនទាំងអស់ 6 នាក់ គឺ 1. ហ៊ុន កំសត់ 10 វិច្ឆិកា 1976 ស្លាប់ 2. ហ៊ុន ម៉ាណែត 20 តុលា 1977 3. ហ៊ុន ម៉ាណា 15 កញ្ញា 1980 4. ហ៊ុន ម៉ាណិត 17 តុលា 1981 5. ហ៊ុន ម៉ានី 27 វិច្ឆិកា 1982 និង ហ៊ុន ម៉ាលី 30 ធ្នូ 1983 ដោយមើលឃើញពីការប្រឡាយពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ 1977 សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្ដងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រឡាយពូជសាសន៍ នៅឆ្នាំ 1978 សម្ដេច ហ៊ុន សែន បានក្លាយជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការសហការជាចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណសិរ្សបានសង្គ្រោះប្រទេសនិងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃទី 7 មករា ឆ្នាំ 1979 ចាប់ពីឆ្នាំ 1979 ដល់មុនឆ្នាំ 1993 សម្ដេចតេជោ ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើនក្នុងរដ្ឋាភិបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ 1979 ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ 1981 ដល់ឆ្នាំ 1985 និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ឆ្នាំ 1985 ដល់ឆ្នាំ 1991 សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានមនោញ្ញផលគួរឲ្យកត់សម្គាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឲ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការរួបរួមចំណែកប្រកបដោយសុឆន្ទៈ និងការប្រឹងប្រែង សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងឲ្យឃើញថា ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជា ឆ្លងតាមការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ 1993 ចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 1998 សម្ដេចតេជោ ហ៊ុន សែន មានភ័ព្វវាសនាបានបម្រើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទី 2 នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា នៅក្នុងតំណែងនេះជាថ្មីម្ដងទៀត លោកបានបង្ហាញឲ្យឃើញថាជាសកម្មភាពជនដ៏ស្វាហាប់ ដែលការពារជាដាច់ខាតនៅមនុស្សផលជាតិ
និងធ្វើឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេលនេះលោកបានយកចិត្តទុកដាក់មិនអាចគណនាបានលើការធ្វើឲ្យប្រសើរឡើងនៅផ្លូវជនបទសាលារៀនមន្ទីរពេទ្យសុខភាពនិងទឹកស្អាតខែកក្កដាឆ្នាំ1998ការបោះឆ្នោតសកលលើកទី2បានដំណើរការហើយនាំឲ្យជោគជ័យឲ្យគណៈបកប្រជាជនដែលសម្ដេចតេជោហ៊ុនសែនជាអនុប្រធានលោកបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលចម្រុះទី2ដែលមានគណៈបកនយោបាយធំពីរចូលរួមគឺគណៈបកប្រជាជនកម្ពុជា និងគណៈបកហ៊ុនស៊ិនប៉ិចដែលបានប្រកាសជាឧឡារិកថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលសេដ្ឋកិច្ចជាមួយនឹងការដឹកនាំរបស់លោកហើយដែលកម្ពុជាបានក្លាយជាសមាជិកទី10នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងបានបញ្ចប់តាមរយៈនយោបាយឈ្នះឈ្នះនៅការគម្រាមកំហែងរបស់ខ្មែរក្រហមដោយការធ្វើឲ្យឯកភាពទឹកដីកម្ពុជាទាំងមូលតាមរយៈការបោះឆ្នោតសកលខែកក្កដាឆ្នាំ2003ក្នុងនាមជាបេក្ខជនរបស់គណៈបកប្រជាជនសម្រាប់មុខតំណែងជានាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតសម្ដេចតេជោហ៊ុនសែនបានដឹកនាំគណៈបកប្រជាជនឲ្យទទួលបានជោគជ័យក្រោយរយៈពេល11ខែនៃការស្រាយវិបត្តិនយោបាយសម្ដេចតេជោហ៊ុនសែនបានទទួលជោគជ័យក្នុងការបង្កើនសម្ព័ន្ធភាពជាថ្មីជាមួយគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី15ខែកក្កដាឆ្នាំ2004ដោយអនុវត្តរដ្ឋធម្មនុញ្ញបន្ថែមនិងអនុវត្តឲ្យដំណើរការនៅការបោះឆ្នោតជាកញ្ចប់សហភាពជាតិបានសម្រេចជ្រើសតាំងសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបានផ្ដល់សច្ចានុមតិដល់រដ្ឋាភិបាលចម្រុះអាណត្តិទី3រវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកហ៊ុនស៊ិនប៉ិចថ្ងៃ16កក្កដាឆ្នាំ2004ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី3សម្ដេចតេជោហ៊ុនសែនបានដាក់នៅយុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពសម្រាប់កម្ពុជាជាការបន្តការអនុវត្តនូវយុទ្ធសាស្ត្រត្រីកោណដែលសម្ដេចបានដាក់ចេញពីអាណត្តិមុនថ្ងៃ23វិច្ឆិកាឆ្នាំ2005មហាសន្និបាតវិសាមញ្ញតំណាងទូតទាំងប្រទេសរបស់គណៈបកប្រជាជនបានសម្រេចឯកច្ឆន្ទជ្រើសតាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអនុប្រធានគណៈបកប្រជាជនកម្ពុជាជាបេក្ខជនសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី4នៃរដ្ឋសភាថ្ងៃទី24កញ្ញាឆ្នាំ2008បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលពីថ្ងៃទី27កក្កដាឆ្នាំ2008ដែលគណៈបកប្រជាជនទទួលបាន90អាសនៈក្នុងចំណោម123អាសនៈក្នុងរដ្ឋសភាសម្ដេចតេជោហ៊ុនសែនត្រូវបានជ្រើសតាំងដោយរដ្ឋសភានីតិកាលទី4និងចាត់តាំងពីព្រះបាទព្រះករុណាសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជាជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី5ថ្ងៃ23កញ្ញាឆ្នាំ2013សម្ដេចតេជោហ៊ុនសែនត្រូវបានជ្រើសតាំងដោយរដ្ឋសភានីតិកាលទី5និងបានការយល់ព្រមពីព្រះមហាក្សត្រព្រះបាទព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេល5ឆ្នាំទៀតក្នុងការបោះឆ្នោតសកលថ្ងៃ28កក្កដាឆ្នាំ2013គណៈបកប្រជាជនបានឈ្នះសម្លេងភាគច្រើន68អាសនៈក្នុងរដ្ឋសភាដែលមាន123អាសនៈដោយមើលឃើញពីការប្រឹងប្រែងនិងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈចំពោះបុព្វហេតុបង្រួបបង្រួមជាតិសន្តិភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្ដេចតេជោហ៊ុនសែនត្រូវបានព្រះមហាក្សត្រនរោត្តមសីហនុប្រទានគោរមងារជាសម្ដេចតេជោបានទទួលសញ្ញាបត្រជាច្រើនដែលខ្លះបានពីការសិក្សានិងខ្លះទៀតបានពីបទពិសោធន៍ការងារសម្ដេចតេជោហ៊ុនសែនបានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជានិងសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយទីក្រុងហាណូយនៅឆ្នាំ1991
ឆ្នាំ1995 សម្ដេចតេជោហ៊ុនសែនបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ California ខាងត្បូងសម្រាប់ការសិក្សាមុខជំនាញ និងនៅឆ្នាំ1996បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ពីមហាវិទ្យាល័យ Washington រដ្ឋ Iowa នៃសហរដ្ឋអាមេរិក ថ្ងៃ2ធ្នូឆ្នាំ1996 សម្ដេចតេជោហ៊ុនសែនត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោកផ្ដល់នូវពានរង្វាន់សន្តិភាពពិភពលោកជាជនទី1នៅអាស៊ីខាងត្បូងដែលបានទទួលនៅមហាកិត្តិយសនេះសម្ដេចត្រូវបានបណ្ឌិតសភាពិភពលោកផ្ដល់នៅគោរមងារ3គឺ1សម្បត្តិវប្បធម៌មនុស្សជាតិ2អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព3សមាជិកសមាជសន្តិភាពពិភពលោកថ្ងៃទី10មេសាឆ្នាំ2001នាទីក្រុងសេអ៊ូលគណៈកម្មការផ្ដល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយឧត្តមសិក្សានៃសាកលវិទ្យាល័យ Daegu ប្រទេសកូរ៉េខាងត្បូងបានសម្រេចជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយជាការទទួលស្គាល់នូវការរួមចំណែកធ្វើឲ្យបានប្រសើរឡើងវិញនូវសន្តិភាពនិងស្ថិរភាពនៅកម្ពុជាការធ្វើឲ្យបានប្រសើរឡើងវិញក្នុងទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េព្រមទាំងការប្រឹងប្រែងរបស់សម្ដេចដើម្បីឲ្យមានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើតថ្ងៃទី15វិច្ឆិកាឆ្នាំ2001សម្ដេចតេជោហ៊ុនសែនត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យរ៉ាមកំហែងនៃព្រះរាជាណាចក្រថៃថ្ងៃទី22ធ្នូឆ្នាំ2001ស្រីជាយ៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិបានបំពាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅមេដាយមាសមេដាយការលើកកម្ពស់ពិភពលោកដោយបេះដូងមានភាព6ដើម្បីជាការទទួលស្គាល់នូវសមិទ្ធផលលើគ្រប់វិស័យដែលសម្ដេចតេជោហ៊ុនសែនសម្រេចបានជាគុណប្រយោជន៍ដល់ប្រជាជននិងប្រទេសកម្ពុជាថ្ងៃទី6សីហាឆ្នាំ2002សម្ដេចតេជោហ៊ុនសែនត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ីផ្ដល់ជូននៅឋានៈជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភានិងបានបំពាក់ជូននៅមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្ដេចក្នុងការធ្វើឲ្យកម្ពុជាមានសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចថ្ងៃទី4កញ្ញាឆ្នាំ2002គណៈកម្មការសហវិស្វកម្មអាស៊ានបានសម្រេចផ្ដល់នៅសម្ដេចតេជោហ៊ុនសែននៅគោរមងារថ្នាក់ខ្ពស់បំផុតនិងជាលើកដំបូងរបស់ខ្លួនគឺវិស្វករកិត្តិយសឧត្តមឧត្តមដើម្បីជាការទទួលស្គាល់នៅមនសិការជាតិនិងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងការស្ដារនិងការអភិវឌ្ឍលើគ្រប់វិស័យនៃសង្គមជាតិនិងការបើកលទ្ធភាពឲ្យបញ្ញវន្តវិស្វកម្មជាតិបានចូលរួមក្នុងចលនាកសាងនិងអភិវឌ្ឍជាតិថ្ងៃទី10មេសាឆ្នាំ2004អភិបាលនិងព្រឹទ្ធបរិះនៃសាកលវិទ្យាល័យអន្តរជាតិ IRIS នៃសហភាពអឺរ៉ុបបានផ្ដល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយជូនសម្ដេចហ៊ុនសែននិងដើម្បីជាការទទួលស្គាល់ការរួមចំណែកនិងសមិទ្ធផលជាច្រើនសាកលវិទ្យាល័យអន្តរជាតិ IRIS នៅបានផ្ដល់ជាកិត្តិយសជូននៅមេដាយ Excellence 2004ថ្ងៃទី8កក្កដាឆ្នាំ2004ដោយទទួលស្គាល់នៅការរួមចំណែកនិងសមិទ្ធផលសម្រេចបានក្នុងការការពារការកសាងនិងអភិវឌ្ឍកម្ពុជារួមភាពជាមួយអ្នកដឹកនាំដែលបង្ហាញថាមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រនយោបាយជឿនលឿនការកែតម្រង់លើគ្រប់វិស័យពិសេសវិស័យអប់រំក្នុងកម្រិតឧត្តមសិក្សានិងថែរក្សាការផ្សះផ្សាជាតិស្ថិរភាពនិងសមាហរណកម្មតំបន់សាកលវិទ្យាល័យកម្ពុជាបានសម្រេចប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកនយោបាយថ្ងៃទី15ខែកញ្ញាឆ្នាំ2004សម្ដេចតេជោហ៊ុនសែនត្រូវបានទទួលស្គាល់ជាសមាជិកសមាគមមេធាវីកម្ពុជា
ថ្ងៃទី6ខែកញ្ញាឆ្នាំ2005ជាថ្មីម្ដងទៀតថ្ងៃទី21មិនិនាឆ្នាំ2006ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េសាកលវិទ្យាល័យស៊ូជុនហៃនាទីក្រុងសេអ៊ូលបានប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញនិងការបូជាអស់ពីកម្លាំងកាយចិត្តដើម្បីសន្តិភាពនិងវិបុលភាពសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ពិសេសចំពោះការយកចិត្តទុកដាក់ការបង្កើនទំនាក់ទំនងជាមិត្តភាពជាមួយសាធារណរដ្ឋកូរ៉េថ្ងៃទី28មិថុនាឆ្នាំ2006ដោយយល់និងគោរពចំពោះការរួមចំណែកសំខាន់ៗជាច្រើននៅក្នុងវិស័យអប់រំនិងការបដិញ្ញាប្រកបដោយទំនុកចិត្តធ្វើឲ្យមានសុខុមាលភាពជាក់ស្ដែងជូនប្រជាពលរដ្ឋកម្ពុជានិងការធ្វើទំនាក់ទំនងកម្ពុជានិងថៃមានសភាពប្រសើរឡើងវិញក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្ដេចចៅបរិយាបានសម្រេចជាឯកច្ឆន្ទប្រគល់ជូនសម្ដេចតេជោហ៊ុនសែននៅសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសម្រាប់ការអភិវឌ្ឍមូលដ្ឋានជាការទទួលស្គាល់នូវតួនាទីរបស់សម្ដេចក្នុងការអភិវឌ្ឍប្រទេសតាមរយៈការអប់រំនិងរួមចំណែកពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជាថៃថ្ងៃទី29មករាឆ្នាំ2007យោងទៅលើការរួមចំណែកដ៏មានតម្លៃចំពោះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្វើឲ្យមានការអភិវឌ្ឍយ៉ាងលឿននិងច្រើនវិស័យអប់រំនិងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយប្រគល់ជូនសម្ដេចហ៊ុនសែននៅសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំថ្ងៃទី27កក្កដាឆ្នាំ2007សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ACCD ទីក្រុងឡុងប្រទេសអង់គ្លេសជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃការទូតមានវិញ្ញាបនបត្រសម្រាប់ទទួលសម្ដេចតេជោហ៊ុនសែនឲ្យមានឋានៈស័ក្តិអភ័យឯកសិទ្ធិកិត្តិយសនិងឋានៈជា Charter Diplomat ដែលមានសិទ្ធិជារៀងរហូតបន្ថែមពីក្រោយឈ្មោះជាអក្សរ CD ជាការឆ្លើយតបទៅនឹងជោគជ័យនិងការសម្រេចបានតាមការតម្រូវការរបស់ ACCD ប្រកបដោយសុចរិតភាពការបដិញ្ញានិងសមិទ្ធផលលេចធ្លោនៅក្នុងវិស័យការទូតនិងការកសាងសន្តិភាពថ្ងៃទី12ដុល្លារឆ្នាំ2007ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានប្រោសប្រទានគោរពងារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយទ្រង់យល់សម្ដេចតេជោហ៊ុនសែនជាមគ្គុទ្ទេសក៍ដ៏ល្អឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ1993កសាងបាននូវសន្តិភាពស្ថិរភាពជាតិឯកភាពជាតិសេដ្ឋកិច្ចជាតិការអភិវឌ្ឍជាតិគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សានិងការពារបាននូវឯករាជ្យជាតិបូរណភាពទឹកដីតាមទស្សនវិស័យសង្គមរាស្ត្រនិយមដឹកនាំកសាងនិងគោរពព្រះពុទ្ធសាសនានិងសាសនាផ្សេងៗឲ្យមានការរីកចម្រើនព្រមទាំងមានស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្កការពារយុត្តិធម៌ដើម្បីនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី7មករាឆ្នាំ2008សម្ដេចតេជោហ៊ុនសែនត្រូវបានអង្គការសភាអន្តរជាតិដើម្បីសុវត្ថិភាពនិងសន្តិភាពប្រគល់គោរមងារជាព្រឹទ្ធសមាជិកមួយជីវិតនិងអគ្គរដ្ឋទូតឆ្នើមនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរមងារសាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការទូតនិងអន្តរជាតិប្រគល់ជូនដោយសាកលវិទ្យាល័យ Imperial នៃប្រទេសកូស្តារីកាជាការគោរពចំពោះទេពកោសល្យនិងសមត្ថភាពសម្ដេចតេជោហ៊ុនសែនដែលបានឈរយ៉ាងអង់អាចក្នុងសតវត្សទី20សង្គ្រោះជីវិតមនុស្សរាប់លាននាក់ប្រមូលកម្លាំងសប្បុរសធម៌និង
តខ្លួនរំដោះប្រជាជនពីទុក្ខវេទនានិងកំពុងថែរក្សាភាពចម្រុងចម្រើនសេរីភាពនិងសុភមង្គលដោយផ្ដល់ជូនប្រជាជនជាថ្មីនៅអនាគតវប្បធម៌និងលទ្ធិប្រជាធិបតេយ្យតាមរយៈទិវា7មករាថ្ងៃទី21ធ្នូឆ្នាំ2009ព្រះករុណាព្រះបាទរតនសីហមុនីបានត្រាស់បង្គាប់ដំឡើងធរណស័ក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយុទ្ធពលខេមរភូមិន្ទជូនសម្ដេចតេជោហ៊ុនសែនដោយទ្រង់យល់សម្ដេចតេជោហ៊ុនសែនជាមគ្គុទ្ទេសក៍ដ៏ឆ្នើមជាទីស្រឡាញ់របស់ប្រជារាស្ត្រដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាឆ្នាំ1993កសាងបាននូវសន្តិភាពជាតិស្ថិរភាពឯកភាពជាតិសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍលើគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សាការពារបាននូវឯករាជ្យជាតិនិងបូរណភាពទឹកដីតាមទស្សនវិស័យសង្គមរាស្ត្រនិយមដឹកនាំកសាងនិងគោរពព្រះពុទ្ធសាសនានិងសាសនាផ្សេងៗឲ្យមានការរីកចម្រើនព្រមទាំងស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្កការពារយុត្តិធម៌ដើម្បីនិរន្តរភាពរាជានិយមនៃប្រជាជាតិកម្ពុជាថ្ងៃទី3មេសាឆ្នាំ2010ដោយទទួលស្គាល់សមិទ្ធផលជាក់ស្ដែងទាំងឡាយក្នុងការអនុវត្តនយោបាយរំដោះជាតិការពារជាតិបង្រួបបង្រួមជាតិនាំមកនូវសន្តិភាពពិតប្រាកដជូនជាតិនិងគុណសម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្ដល់ឲ្យប្រទេសនិងប្រជាជនកម្ពុជាគុណប្រយោជន៍ធំធេងក្នុងវិស័យសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រទានដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជាមានក្រុមងារជាបណ្ឌិតសភាចារ្យថ្ងៃទី15ដុល្លារឆ្នាំ2015អមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនសម្ដេចតេជោហ៊ុនសែនត្រូវបានសាកលវិទ្យាល័យខ្វាងស៊ីសម្រាប់ប្រជាជាតិប្រកុលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រជាការទទួលស្គាល់ចំពោះសមត្ថភាពលេចធ្លោក្នុងការដឹកនាំការធ្វើឲ្យឯកភាពជាតិនិងពូនទ្រង់ទំនុំទំនាក់ទំនងរឹងមាំរវាងចិននិងកម្ពុជា